ខ្ញុំបាទជាដំបូងខ្ញុំជាកំសែងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់ខ្ញុំជាកំសែងជាអ្នកវិភាគនយោបាយហើយក៏ជាអ្នកប្រេកអាជ្ញាក្រៅប្រព័ន្ធដើម្បីទាញយកអ្នកនយោបាយទាំងអស់ដើម្បីមកពង្យល់បង្ហាញមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យយល់ពីវិបត្តិសង្គមជាតិតើវិនិច្ឆ័យកម្មមហន្តរាយទឹកដីដែលបាត់បង់ហ្នឹងបណ្ដាលមកពីអ្នកណាហើយរយៈកាលកន្លងមកយើងមើលឃើញពីសកម្មភាពអ្នកនយោបាយតែងតែប្រើពីពាក្យមហិច្ឆតាបំភ្លេចបំផ្លាញដីតិចតួមដោយវិនិច្ឆ័យកម្មមហន្តរាយដោយសារពួកអាកម្ពុជាចោលបាត់ជាតិបីសាច់បនកំពើដែលយកទឹកដីយើងទៅបំរើយួនដើម្បីឲ្យយួនជាតិឱកាសមកកុំជឿនឆ្លីគំតិចវិជាជាតិខ្មែរយើងដែលរងទុកនៅភាពវេទនាគ្រប់បញ្ហាទាំងអស់ដែលនៅក្នុងសង្គមជាតិយើងមកទល់នឹងសប្តាហ៍ដូចចេះអ្វីដែលយើងឃើញយើងយកតែពីទ្រុបឆ្នាំពីសម័យអាណានិគមបារាំងក្រោយពីបារាំងដកអាណានិគមចេញទៅគឺនៅក្នុងឆ្នាំ1949ដែលក្រោយមកអាបីសាច់សៀនុដែលប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនដែលយកទៅទស្សនៈមួយចោលទៅលើបារាំងថាបារាំងនឹងប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនទុយទៅវិញនៅក្នុងដែលខ្ញុំតែងតែបញ្ជាក់បង្ហាញឲ្យបានច្បាស់អំពីបញ្ហារឿងទឹកដីកម្ពុជាក្រោមមិនមែនបារាំងប្រគល់ទឹកដីឲ្យទៅយួនទេនេះគឺហៅថាជាទឹកដីអាណានិគមរវាងបារាំងគ្រប់គ្រងនៅដែនដីរយៈកាលកន្លងមកដែលអ្វីគេហៅថាច្បាប់អាណានិគមបើបារាំងត្រូវដកខ្លួនចេញពីស្រុកខ្មែរទៅដរាបណាតែប្រគល់ទឹកដីឲ្យទៅខ្មែរវិញហើយការគ្រប់គ្រងអំណាចពីសម័យមុនអាណានិគមបារាំងពីចំនួនណាដល់ពីកន្លែងណាដល់កន្លែងណាអានេះវាជារឿងនៅក្នុងការឈ្លានពានរបស់យួនដូចជាឲ្យបងប្អូនយើងស្ដាប់ឲ្យបានច្បាស់លាស់ត្រង់កន្លែងនឹងហើយបន្ទាប់មកទៀតខ្ញុំនឹងការបកស្រាយអំពីការវិបត្តិពីបញ្ហាវិបត្តិជាក្រោយពីឆ្នាំ79ពី75មកដល់79ពី79មកទល់នឹង91ពី93មកទល់នឹងឆ្នាំ2014ឥឡូវនេះបានលេចលោទៅលើបុរសម្នាក់ដែលត្រូវជាកូនរបស់អគ្គមហាសេនាបតីមេចៅភ្នែកទូលហ៊ុនសែនដែលមានឈ្មោះថាហ៊ុនវ៉ាណែតដែលលេចមុខមកធ្វើជាអ្នកនយោបាយដែលខំប្រឹងប្រែងការសិក្សានៅគេហៅថា West Point នៅសហរដ្ឋអាមេរិកតែមើលពីសកម្មភាពទាំងវើនៅការនិយាយស្ដីសកម្មភាពដែលខំប្រឹងប្រែងរៀនសូត្រមិនបានយកការចេះដឹងហ្នឹងទៅគ្រប់គ្រងទៅធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទេតែផ្ទុយទៅវិញចូលទៅលើទស្សនៈហ្នឹងយកពាក្យហ្នឹងមកបំភ្លេចបំផ្លាញជាតិលើកពីទស្សនៈនិងតិហេកដែលគ្មានភាពអំណះអំណាងនិងភាពត្រឹមត្រូវខ្ញុំនឹងបកស្រាយរាល់ពាក្យសម្ដីដែលលោកហ៊ុនវ៉ាណែតអីបាននិយាយហ្នឹងនេះហៅថាប្រទេសខ្មែរដែលមានការរីកចម្រើនហ្នឹងតើរីកចម្រើនចូលទៅលើកត្តាអ្វីខ្លះដែលលោកឯងយកទស្សនៈទាំងអស់ហ្នឹងដើម្បីមកឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញឲ្យប្រជាជាតិពីជាតិនិងអន្តរជាតិឲ្យបានដឹងដូច្នេះខ្ញុំនឹងបង្ហាញឲ្យបងប្អូនឲ្យបានដឹងឮទាំងអស់នៅក្នុងពិភពលោកនៅក្នុងនាមខ្ញុំជាតំណាងនៅព្រះរាជអាជ្ញាដូច្នេះខ្ញុំចង់បញ្ជាក់បងប្អូនយើងឲ្យដឹងទាំងអស់អំពីដែលលោកហ៊ុនវ៉ាណែតហ្នឹងដែលហ៊ានអំណះអំណាងថាខ្លួនឯងកំពុងតែធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនបាទដូច្នេះខ្ញុំនឹងចាក់ឲ្យបងប្អូនស្ដាប់ដូចតទៅថ្ងៃនេះក៏ជាប្រភពមួយទៀតដើម្បីជូនដំណឹងទៅបងប្អូនបាទមិនមែនថាព័ត៌មានរបស់ខ្ញុំត្រូវតែទទួលយកទៅអត់ទេប៉ុន្តែគឺជាព័ត៌មានមួយដែលសម្រាប់បងប្អូនយកទៅដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយធ្វើការវិភាគចឹងគឺជារបស់ដែលលើកនោះដែលគិតថាមួយចំនួនច្រើនក៏